Tóm nhà bát mua phan phía chi tây dục than cục rong pui từ nám đây cái dục than xịt ra bà ấyជំរាបសួរខ្ញុំបាទឈ្មោះរតសំណប់ជាមន្ត្រីនៃយុវឋានគ្រប់គ្រងពូជដំណាំនៃអគ្គយុវឋានសេដ្ឋសាស្ត្រហើយគោលបំណងដែលខ្ញុំទាំងពីរនាក់ចុះមកថ្ងៃនេះគឺសិក្សាអំពីចរិតលក្ខណៈប្រភេទពូជដំណាំតរេនដែលជាពូជដំណាំប្រពៃណីពូជដំណាំដូនតារបស់យើងដើម្បីគោលបំណងនៃការយើងមកសិក្សាពូជដំណាំដូនតារបស់យើងនេះគឺពូជដើម្បីទី1ដើម្បីអភិរក្សពូជដំណាំនឹងទុកហើយទី2គឺដើម្បីគោលបំណងក្នុងការសិក្សាស្រាវជ្រាវហើយពូជនេះដោយសារវាមានភាពធន់ទៅនឹងតំបន់អាកាសធាតុរបស់យើងអាចយកទៅធ្វើមេតម្រូវសម្រាប់ពូជប្រភេទពូជថ្មីហើយគោលបំណងមួយទៀតគឺដើម្បីចុះបញ្ជីជាពូជដំណាំរបស់ជាតិហើយទីតាំងដែលយើងចុះមកសិក្សានៅពេលនេះគឺនៅក្នុងភូមិកន្ទួតឃុំសំឡូតស្រុកសំឡូតបាទខេត្តបាត់ដំបងហើយតំបន់នេះគឺតំបន់ដែលសម្បូរទៅដោយដំណាំតរេនដែលជាពិសេសដំណាំតរេនដូនតានេះនៅឃើញមានកសិករគាត់អាសាទុកនៅតាមដីរបស់គាត់មានច្រើនដើមគួរសមដែរដែលយើងព្យាយាមស្រាវជ្រាវពីប្រភេទដើមមួយទៅដើមមួយហើយចរិតលក្ខណៈរបស់ពូជតរេនដូនតាយើងក៏មានលក្ខណៈផ្សេងគ្នាដែលយើងព្យាយាមយកមកសិក្សាដើម្បីស្រាវជ្រាវបន្តទៀតបាទជាសំណុំពររបស់មន្ត្រីជំនាញគួរណាដែលកសិករគាត់មានមួយដើមពីរដើមដែលនៅក្នុងដីឡូរបស់គាត់គួរណារក្សាពូជនឹងទុកដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹងពីពូជដូនតារបស់យើងទី2ដើម្បីឲ្យអាចថារក្សាពុកជាប្រភេទមេពូជមួយដែលមានភាពធន់ទ្រាំខ្ពស់នៅនឹងអាកាសធាតុហើយនឹងជំងឺនៅក្នុងតំបន់របស់យើងจะផ្ដោតទៅលើតពូជដំណាំតរេនមួយមុខទេដំណាំផ្សេងពូជដំណាំផ្សេងទៀតដែលជាពូជដំណាំប្រពៃណីសល់ពីយូរលង់ណាស់ហើយដែលជាពូជដូនតារបស់ខ្មែរយើងក៏សូមសនំពរឲ្យកសិករគាត់អាសាទុកដើម្បីឲ្យខាងអគ្គនាយកដ្ឋានកសិកម្មរបស់យើងនឹងចុះទៅសិក្សាស្រាវជ្រាវបន្តឲ្យធ្វើចរិតលក្ខណៈប្រភេទពូជនីមួយស្តៀងទៅនឹងពូជដំណាំតរេនរបស់យើងដែរក៏ជាការសំណូមពរដល់ជាពលរដ្ឋដែលមានដំណាំដែលជាដំណាំប្រពៃណីនៅក្នុងតំបន់បើសិនមានសូមដល់ជាដំណឹងហ្នឹងមកដល់ខាងកសិដ្ឋានសេដ្ឋសាស្ត្រឬក៏មន្ទីរកសិកម្មដើម្បីឲ្យ